Hello ទាំងអស់គ្នាអូខេថ្ងៃនេះយើងនឹងចូលហាត់ថ្មីមួយទៀតដែលតើតើជាមួយនឹងលីបនេះអន្តរកម្មដដែលអញ្ចឹងនៅហាត់ទី 3C គឺ limit x ខាត់ទៅរកដក2នៃ x ការ៉េដក x ដក6នៅលើ x ការ៉េដក4limit ហ្នឹងវាមានរាង0 នៅ0អញ្ចឹងយើងត្រូវទី1បំបែកភាគយកនិងភាគបែកជាភូមិកតាសិនអញ្ចឹងយើងបានភាគយករបស់យើងគឺ f(x) ស្មើជាមួយនឹង x ការ៉េដក8ដក x ដក6អញ្ចឹងយើងអាចចែកវាជាទ្វេធៀបបានគឺ x ការ៉េដក x ដក6ត្រង់ហ្នឹងដោយសារតែ x ខិតទៅរកដក2អញ្ចឹងយើងត្រូវតែចែកនឹង x បូក2អញ្ចឹងយើងដើម្បីអាចស្មើជាមួយនឹង x ការ៉េបានយើងត្រូវដាក់សញ្ញា x អញ្ចឹង x គុណ x ស្មើ x ការ៉េ2គុណនឹង x បាន 2x អញ្ចឹងយើងដកទៅ x ការ៉េគឺ0ដក x និងដក2ស្មើដក3អញ្ចឹងយើងអាចតម្លាក់លេខ6ចុះក្រោមយើងតម្លាក់6ចុះក្រោមហើយយើងបានដក 3x ដក6អញ្ចឹងដើម្បីអាចដកវាស្មើ0បានយើងអាចគុណនឹងដក3អញ្ចឹងយើងអាចសរសេរបានថាដក 3x ដក3គុណនឹង x ស្មើដក 3x ដក3គុណនឹង2ស្មើជាមួយនឹងដក6អញ្ចឹងយើងដកវាមកគឺស្មើ0អញ្ចឹងមានន័យថា f(x) ស្មើ x ការ៉េដក x ដក6ហ្នឹងវាស្មើជាមួយនឹង x ដក2គេថា x ដក3សម្រាប់ភាគបែកយើងវិញគឺ sin(x) ស្មើ x ការ៉េដក4អញ្ចឹងដោយសារតែវាស្ថិតនៅក្នុងរូបមន្តពិសេសគឺ a ការ៉េដក b ការ៉េស្មើ a ដក b កតា a បូក b អញ្ចឹងយើងអាចទាញបានថា a របស់យើងស្មើ x b របស់យើងស្មើ2អញ្ចឹង sin(x) ស្មើជាមួយនឹង x ការ៉េដក4ស្មើ x ដក2កតា x បូក2អញ្ចឹងដោយសារតែ sin(x) គឺយើងស្គាល់ f(x) គឺយើងស្គាល់ហើយអញ្ចឹងបានជាផកតាអស់ហើយអញ្ចឹងយើងជំនួសចូលបានគឺ limit x ខិតទៅរកដក2នៃ x ការ៉េដក x ដក6នៅលើ x ការ៉េដក4ជាងអាចជំនួសចូលបានគឺ limit x ខិតទៅរកដក2នៃ x បូក2គេថា x ដក3នៅលើ x ការ៉េនៅលើ x បូក2គេថា x ដក2អញ្ចឹងយើងសម្រួល x បូក2ចោលអញ្ចឹងយើងបាន limit x ខិតទៅរកដក2នៃ x ដក3នៅលើ x ដក2អញ្ចឹងយើងជំនួស x ដោយដក2ចូលអញ្ចឹងយើងអាចសរសេរបានថាដក2ដក3លើដក2ដក2ខាងលើគឺយើងអាចសរសេរបានថាដក2ដក3គឺស្មើដក5ភាគបែកយើងអាចសរសេរថាដក2ដក2គឺដក4អញ្ចឹងដោយសារតែដកចែកទៅស្មើជាមួយនឹងបូកអញ្ចឹងយើងបានlimit នឹងស្មើជាមួយនឹង5នៅលើ4